នៅក្នុងវីដេអូហ្នឹងយើងនឹងពិនិត្យទៅលើពាក្យមួយចំនួនដែលតកតងទៅនឹងស្នេហាឬក៏ love អញ្ចឹងណាដោយសារតែមានពាក្យមួយគឺពេញនិយមច្រើនគឺថាស្រឡាញ់គេម្នាក់ឯងអញ្ចឹងណាអញ្ចឹងតើពាក្យថាស្រឡាញ់គេម្នាក់ឯងហ្នឹងនៅក្នុងភាសាអង់គ្លេសយើងអាចនិយាយបែបណាយើងអាចមើលនៅក្នុងវីដេអូហ្នឹងឯងហើយមួយទៀតយើងនឹងពិនិត្យមើលពាក្យមួយចំនួនទៀតដែលតកតងទៅនឹង love ហ្នឹងផងដែរអូខេអញ្ចឹងយើងនឹងមើលនៅក្នុងវីដេអូហ្នឹងទាំងអស់គ្នាអូខេអញ្ចឹងនៅពេលដែលយើងចង់និយាយថាស្រឡាញ់គេម្នាក់ឯងគឺយើងអាចប្រើ clear ជាភាសាអង់គ្លេសគឺ one sided love ចឹងណា one sided love អូខេអាហ្នឹងគឺសំដៅទៅលើការស្រឡាញ់គេម្នាក់ឯងហើយអូខេអញ្ចឹងយើងអាចនិយាយបានថា if it is a one sided love it's better to move on ចឹងណា if it is a one sided love មានថាបើសិនវាជាស្នេហាតែម្ខាងទេយើងគួរតែកាត់ចិត្តទៅអញ្ចឹងណា it is better to move on វាប្រសើរនៅក្នុងការដែលយើងនឹងកាត់ចិត្តហ្នឹងឯងអញ្ចឹងអាហ្នឹងគឺយើងអាចនិយាយបែបហ្នឹងឯងគឺ one sided love មានស្រឡាញ់គេម្នាក់ឯងហ្នឹងឯងហើយបើសិនជាយើងចង់សម្ដៅទៅលើស្នេហាមួយដែលមានទៅវិញទៅមកមានន័យថាភាគីទាំងសងខាងហ្នឹងស្រឡាញ់គ្នាទៅវិញទៅមកគឺយើងអាចប្រើ clear មួយទៀតគឺ both sided love អញ្ចឹងណា both sided love ឬក៏ប្រើពាក្យ two ក៏បានដែរ two sided love ប៉ុន្តែពាក្យច្រើនគេប្រើពាក្យ both អញ្ចឹងណា both sided love អូខេអញ្ចឹង if two people love each other it is called both sided love អញ្ចឹងណាអញ្ចឹង if two people love each other បើសិនជាមនុស្សពីរនាក់ហ្នឹងស្រឡាញ់គ្នាគេហៅថាស្នេហាហ្នឹងគឺមានទៅមានមកអញ្ចឹងណា it is called both sided love អញ្ចឹងហើយអញ្ចឹងវាផ្ទុយគ្នាទៅនឹង one sided love អូខេមួយទៀតបើសិនជាយើងចង់និយាយអំពីការដែលយើងមានចិត្តចំពោះនរណាម្នាក់គឺយើងអាចប្រើពាក្យមួយទៀតគឺ attachment គេ attachment អញ្ចឹងពាក្យហ្នឹងមានន័យយើងចាប់ចិត្តមានចិត្តស្រឡាញ់ចំពោះនរណាម្នាក់អញ្ចឹងណាអាហ្នឹងគេហៅថា attachment ហើយដែលកិច្ចសព្ទរបស់វាគឺ attach ហ្នឹងគឺមានចិត្តស្រឡាញ់ហ្នឹងឯងអូខេអញ្ចឹងវាមានជានាមនិងជា verb អូខេ attach ហើយនិង attachment អញ្ចឹងឯងអញ្ចឹងយើងអាចនិយាយបានថា wrong attachment hurts really bad អញ្ចឹងណា wrong attachment hurts really bad មានន័យថាការដែលមានចិត្តទៅលើនរណាម្នាក់ឬក៏ទៅលើមនុស្សដែលខុសហ្នឹងវាមានការឈឺចាប់ខ្លាំងអញ្ចឹងណាអញ្ចឹង attachment បើសិនជាយើងចេះតែមានចំពោះមនុស្សដែលខុសអញ្ចឹងយើងប្រកាសជាមានការឈឺចាប់ខ្លាំងអញ្ចឹងណាតែថា wrong attachment hurts really bad អញ្ចឹងឯងហើយមួយទៀតយើងអាចនិយាយតកតងទៅនឹងពាក្យ attach មានឲ្យយើងមានចិត្តទៅលើនរណាម្នាក់គឺយើងអាចនិយាយបានថា don't get attached to the wrong person if you don't want to get hurt អញ្ចឹងណា don't get attached okay don't get attached to the wrong person មានថាកុំមានចិត្តស្រឡាញ់ទៅលើមនុស្សដែលខុស if you don't want to get hurt បើសិនជាអ្នកហ្នឹងមិនចង់ឈឺចាប់ទេអញ្ចឹងណាអូខេហើយពាក្យមួយទៀតដែលវាផ្ទុយគ្នាទៅនឹង attachment អូខេការដែលយើងមានកាត់ចិត្តអូខេលែងមានអារម្មណ៍ចំពោះនរណាម្នាក់គឺយើងអាចប្រើពាក្យ detachment អូខេអញ្ចឹង detachment វាជានាមហើយជា verb គឺយើងអាចប្រើពាក្យ detach អញ្ចឹងណាអូខេអញ្ចឹង detachment គឺមានថាយើងលែងមានអារម្មណ៍ចំពោះនរណាម្នាក់ហ្នឹងឯងអូខេអញ្ចឹងយើងអាចនិយាយបានថា emotional detachment prove the most difficult parts អញ្ចឹងណា emotional detachment proved the most difficult parts មានន័យថាការបដាច់ផ្លូវអារម្មណ៍បង្ហាញអំពីផ្នែកដ៏លំបាកបំផុតអញ្ចឹងណាអូខេមានថាការដែលយើងលែងមានអារម្មណ៍ចំពោះនរណាម្នាក់ហ្នឹងគឺវាជារឿងដែលពិបាកនៅក្នុងការធ្វើអញ្ចឹងណាអូខេមួយទៀតគឺយើងអាចនិយាយតកតងទៅនឹងពាក្យ detach ដែលវាជា verb គឺយើងអាចនិយាយបានថា it is a good decision to detach yourself from that person អញ្ចឹងណា it is a good decision to detach yourself from that person មានថាវាជាការសម្រេចចិត្តដ៏ល្អមួយដែលយើងកាត់ចិត្តពីមនុស្សម្នាក់ហ្នឹងអញ្ចឹងណាលែងមានអារម្មណ៍ស្រឡាញ់ចំពោះមនុស្សម្នាក់ហ្នឹងអូខេអញ្ចឹងនៅក្នុងវីដេអូហ្នឹងគឺយើងរៀនពាក្យដែលតកតងទៅនឹង love អូខេមានស្នេហាឬក៏ក្តីស្រឡាញ់ហ្នឹងដែលវាតកតងទៅនឹងការស្រឡាញ់គេម្នាក់ឯងគេ one sided love ហើយមានចិត្តទៅវិញទៅមកគឺ both sided love ហ
ហើយនឹងពាក្យ attachment ហើយនឹង detachment គេដែរ attachment គឺមានចិត្តស្រឡាញ់ចំពោះនរណាម្នាក់ហើយ detachment មានឡើងមានអារម្មណ៍ស្រឡាញ់ចំពោះនរណាម្នាក់ហ្នឹងឯងអូខេពាក្យ detachment ហ្នឹងក៏សំដៅទៅលើមិត្តភាពដែរបើសិនជាយើងមាន detachment ចំពោះមិត្តភាពណាមួយគឺយើងឡើងតាក់តងឡើងរាប់អានហ្នឹងអញ្ចឹងយើងអាចប្រើបានពាក្យ detachment ហ្នឹងដែរអូខេអញ្ចឹងយើងមានប៉ុណ្ណឹងឯងនៅក្នុងវីដេអូហ្នឹងអូខេ thanks for your watching okay bye for now